សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរដល់លោកតាលោកយាយអ៊ំពូមីងដែលកំពុងតែតាមដានស្ដាប់និងទេសនាការអាននៅអត្ថបទរបស់ខ្ញុំជារៀងរាល់ព្រឹកជារៀងរាល់ថ្ងៃជាទីគោរពរាប់អានឥឡូវនេះខ្ញុំនឹងមកអានបន្តទៀតនៅអត្ថបទកថាទី2នៅក្នុងសៀវភៅស្រីហេតាបទេសភាគទី3ឈ្មោះថាសង្គ្រាមនៅក្នុងរឿងបាក់សីនិងស្វាដែលមានអត្ថន័យទាំងស្រុងដូចតទៅនៅចិត្តត្រើយទន្លេណាមទាមានដើមជ្រៃមួយដើមប្រកបដោយសាខាត្រឈឹងត្រឈៃនៅលើជ្រៃនោះបាក់សីទាំងឡាយហើយធ្វើសម្បុកតុពងជ្រកអាស្រ័យនៅដោយក្តីសុខសេងសាងសម័យថ្ងៃមួយក្នុងរដូវភ្លៀងមណ្ឌលពពកមានផ្ទៃខ្មៅជាំដាស់វាពេញជាអាកាសវិហារសុទ្ធសឹងជលធារាការនោះភ្លៀងធំក៏បង្អុរចុះមកយ៉ាងខ្លាំងខណៈនោះឯងបាក់សីទាំងឡាយក្រឡេកមើលទៅឃើញពីណូមួយហ្វូងដែលច្រោកអាស្រ័យនៅលើដើមជ្រៃនោះដែរត្រូវត្រជាក់រងាបៀតបៀនខ្លាំងកំពុងញាប់ញ័រចំប្រប់អោបដៃទៅត្រន់បណ្ដំថ្មិញក្រើតកើតមានចិត្តអាណិតអាសូរខ្លាំងទាល់តែអត់ទ្រាំមិនបានក៏និយាយប្រាប់ទៅថាណែបងពីណូចូលស្ដាប់ខ្ញុំនឹងនិយាយប្រាប់លេខ6សម្បុកដែលយើងច្រកនេះយើងធ្វើខ្លួនឯងដោយស្មៅដែលយើងពំយកមកគ្រាន់តែដោយចម្ពុះចុះបងពីណោឯងមានដៃមានជើងដូចមនុស្សដែរម្ដេចក៏មកអង្គុយទ្រាំលំបាករងាញ័រទៅត្រឹកដូច្នេះពីណោទាំងឡាយបានស្ដាប់ពាក្យបាក់សីទាំងឡាយហើយកើតខ្នាញ់ក្នុងចិត្តឆ្លើយតបទៅវិញថាយីអាបាក់សីនេះវាអាងវាបាននៅក្នុងសម្បុកឥតមានខ្យល់កក់ក្ដៅសុខសេមខ្សានស្រួលវាហ៊ាននិយាយឌឺដងឡក់លើយឲ្យយើងមិនអីទេចាំមើលតែរាំងដឹងហើយលុះដល់រាំងភ្លៀងហើយពីណោទាំងឡាយនោះវាឡើងទៅបោចរោចសម្បុកបាក់សីខ្ទេចខ្ទីហិនហោចទាំងអស់ធ្លាក់សុទ្ធបាក់សីរពុកមកដីបែកខ្ចាយអន្តរាយអស់ទៅអងព្រោះហេតុនោះបានជាខ្ញុំកុកទីរគាមុខនិយាយថាមានតែអ្នកប្រាជ្ញទេដូច្នេះជាដើមរាជហង្សសួរតទៅទៀតថាចុះកងោកទាំងនោះវាធ្វើដូចម្ដេចតទៅទៀតទីរគាមុខនិយាយតទៅទៀតថាការនោះកងោកទាំងឡាយក្រេវក្រោតច្រឡោតខឹងសួរមកខ្ញុំបានវិញថាចុះរាជហង្សជាស្ដេចអ្នកឯងនោះបាននរណាលើកដំកើងឲ្យធ្វើជាស្ដេចគ្រានោះខ្ញុំបានអន់ចិត្តខ្នាញ់ខ្លាំងណាស់ក៏សួរត្រឡប់ទៅកងោកទាំងឡាយនោះវិញថាចុះកងោកជាស្ដេចអ្នកទាំងអស់គ្នានេះបាននរណាលើកឲ្យសោយរាជកងោកទាំងឡាយនោះលុះបានស្ដាប់ពាក្យខ្ញុំបាទសួរដូច្នោះហើយក្តៅក្រហាយខ្លាំងចង់រករឿងសម្រាប់ខ្ញុំបាទក៏សម្ដែងក្តីអង្អាចមិនខ្លាចតបទៅវិញព្រោះថាលេខ7ក្នុងកាលខ្លះសេចក្តីអត់ធន់ជាគ្រឿងលម្អនៃបុរសដោយសេចក្តីអៀនខ្មាស់ជាគ្រឿងលម្អនៃស្ត្រីទាំងឡាយតែក្តីក្លាហានជាគ្រឿងលម្អនៃបុរសក្នុងពេលដែលគេមើលងាយដោយការមិនអៀនខ្មាស់ជាគ្រឿងលម្អនៃស្ត្រីក្នុងការសេពសន្តិវៈដូចឆ្នោះដែររាជហង្សអស់សំណើចខឹកហើយនិយាយថាលេខ8នរជនណាកាលមើលឃើញការមានកម្លាំងនិងការឥតកម្លាំងនៃខ្លួននិងសត្រូវហើយមិនស្គាល់ប្រភេទផ្សេងគ្នាទៀតនរជននោះត្រូវសត្រូវមើលងាយលេខ9លាកំឡៅពាក់ស្បែកខ្លាចូលទៅស៊ីស្រូវក្នុងស្រែអស់កាលយូរត្រូវគេសម្លាប់ចោលបងមសៀតព្រោះទោសកើតមកពីសម្ដីតុកទីរគាមុខសួរថាចោះរឿងនោះតើដូចម្ដេចរាជហង្សហេរណយគរនិយាយរឿងរ៉ាវនោះប្រាប់ថាអញ្ចឹងនៅក្នុងកថាទី3គឺមានទាក់ទងនឹងរឿងលាពាក់ស្បែកខ្លាបាទរឿងលាពាក់ស្បែកខ្លាប៉ុន្តែឥឡូវខ្ញុំបញ្ចប់ត្រឹមបានន័យថា slash ត្រឹមកថាទី2សិន